សម្លតងយ៉ាំជាមុខម្ហូបមួយប្រភេទដែលអាចនិយាយថាខ្ញុំក៏ចូលចិត្តដែរតែនៅពេលដែលខ្ញុំប្រាស្រ័យអញ្ចឹងខ្ញុំតែងតែចូលចិត្តញ៉ាំអីដែលរាងជូរហឹរហើយក្តៅហើយបើនិយាយពីការធ្វើវិញណាគឺថាលឿនខ្លាំងមែនតើចំពោះរសជាតិរបស់គេហ្នឹងណាក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាឃើញតែក្បាលវីដេអូប៉ុណ្ណេះណាក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរមែនអត់បងប្អូនទាំងអស់គ្នាអញ្ចឹងទៅទស្សនានៅវីដេអូពេញណាជំនាញដំបូងគឺខ្ញុំមកដាក់ដាំទឹករួចហើយដាក់កូរសក្តិជាមួយស្លឹកក្រូចសើចរួចបញ្ញខ្ញុំដាក់ជើងមាន់ចូលចំពោះជើងមាន់នេះគឺខ្ញុំទិញចំនួន5000ទេកាត់កញ្ចក់លាងទឹកឲ្យស្អាតរាល់ដងខ្ញុំធ្វើតងយ៉ាំមែនប៉ុន្តែខ្ញុំអត់ដាក់ជើងមាន់ច្រើនចឹងទេទុកវាប្រហែលជា3នាទីបន្ទាប់មកក៏បានសង់វាចេញដាក់ត្រាំក្នុងទឹកបន្ទាប់មកខ្ញុំក៏បានមកហាន់ជាមួយនឹងប៉េងប៉ោះផងដែរប៉េងប៉ោះខ្ញុំហាន់វាបែបនេះឯងបងប្អូនទាំងអស់គ្នាបន្ទាប់មកក៏ខ្ញុំមានខ្ទឹមបារាំងហាន់វាជាងចំណិតវែងបែបនេះឯងអធិស្ឋានផងបងអើយនៅក្នុងវីដេអូនេះនិយាយរឿងត្រឡប់បន្តិចឯងដោយសារអត់តាន់ជាស្រួលបួន 100% ទេតងយ៉ាំគឺខ្ញុំចូលចិត្តណាស់ជាមួយនឹងផ្សិតម្ជូរអញ្ចឹងហើយក៏បន្ថែមជាមួយនឹងផ្សិតម្ជូរដូចគ្នានៅពេលដែលបានធ្វើបន្លែរួចហ្នឹងទុកបន្លែម្ដុំសិនខ្ញុំក៏មកចាប់ផ្ដើមហាន់ជាមួយនឹងជីអត់មានន័យច្រើនទេមានតែជីរណាជាមួយនឹងស្លឹកខ្ទឹមមុខទៀតអីដែលខ្វះបាននោះគឺជីនឹងវងណាស់ទៅគឺថារៀងឈ្ងុយហើយបើនិយាយទៅជានេះបើសិនជាអត់ម្ទេសគឺអត់បានទេមិនជាអ្នកបកាយញ៉ាំម្ទេសអីណាទេប៉ុន្តែនៅពេលដែលមានម្ទេសទៅយើងញ៉ាំទៅរៀងមានជាតិអីអញ្ចឹងណាបងឥឡូវនេះដល់ពេលដែលខ្ញុំចាក់ខ្លាញ់ចូលបន្តិចដាក់គ្រឿងក្រៅដែលមានហ្នឹងលីងវាឡើងឈ្ងុយចំពោះគ្រឿងក៏មិនមានអីច្រើនដែរមានតែម្ទេសកូរសក្តិស្លឹកក្រូចសើចជាមួយនឹងរំដេងហើយនឹងម្ទេសបន្ទាប់ពីលីងវាឡើងឈ្ងុយហើយក៏ចាក់ទឹកចូលបន្ទាប់ពីទឹកនឹងឡើងពុះហើយខ្ញុំក៏បានដាក់ដុំតងយ៉ាំចូលម្ដងជាទូទៅដុំតងយ៉ាំនេះបើសិនជាគ្រួសារខ្ញុំគាត់ជាអ្នកចូលធ្វើគឺគាត់ដាក់ម្ដងទាំងពីរដុំតែខ្ញុំដាក់តែម្ដុំទេនៅពេលដែលបានដាក់ដុំតងយ៉ាំចូលហើយនិយាយពីពណ៌ទឹកនឹងចេញមកឡើងស្អាតតែហ្មងណាហើយខ្ញុំក៏បានចាប់ផ្ដើមដាក់ជាមួយនឹងសាច់មាន់ចូលផងដែរនៅពេលដែលសោះជើងមាន់ដាក់ទាំងវែងប៉ុន្តែហើយក៏យកវាយកមកកាំនៅឃើញថាបើមើលឃើញអញ្ចឹងវារៀងពិបាកញ៉ាំឡើយនេះបងគឺកូរមកទាំងពណ៌ទឹកទាំងអីហ្នឹងមើលទៅគឺស្អាតខ្លាំងមែនតើនៅពេលដែលទឹកយើងឡើងពុះតិចបែបនេះហើយខ្ញុំក៏ចាប់ផ្ដើមបន្សំគ្រឿងរីឯគ្រឿងរបស់យើងហ្នឹងគឺមិនមានអីច្រើនទេមានតែទឹកត្រីស្ករប៊ីចេងម្សៅស៊ុបឯហ្នឹងឯងនៅក្នុងវីដេអូនេះដែរបើសិនជាបងប្អូនដែលគាត់ចូលចិត្តនៃការធ្វើវីដេអូរបស់ខ្ញុំកុំភ្លេចជួយចូលទៅ Subscribe ម្នាក់មួយផងដែរឡើយនេះគឺខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងបន្លែចូលបន្លែគឺដាក់ចុងក្រោយគេហើយសារបើសិនជាដាក់បន្លែមុនគេច្បាស់ជាបន្លែនឹងឡើងរលួយឯងញ៉ាំអត់ខាតទេបន្ទាប់មកក៏បានចាក់ផ្សិតចូលទាំងអស់ទុកវាមកពុះទៅគឺឆ្អិនល្មមហើយនៅពេលដែលបញ្ចូលសលេងនេះបងអើយឈឺកំពង់កខ្លាំងមែនតែនបងប៉ុន្តែព្យាយាមធ្វើវីដេអូអញ្ចឹងណាពេលនេះផងណាស្លមួយឆ្នាំងរបស់ខ្ញុំតងញ៉ាំមាន់គឺបានឆ្អិនរួចរាល់ហើយឡងមួយឆ្នាំងពេញតែម្ដងបងឯងគោមកជ្រុងណាក៏សិតតែសាច់សិតតែជើងមាន់ដែរនៅពេលដែលឆ្អិនហ្នឹងខ្ញុំក៏បានដាក់ជីចូលជាទូទៅបងទឹកស្លដែលខ្ញុំស្លបើប្រើជីគឺខ្ញុំដាក់តែពេលញ៉ាំទេដាក់ចូលក្នុងចានយកតែម្ដងប៉ុន្តែសារនេះចង់ធ្វើឲ្យវាតំណងក៏បានដាក់ជីចូលហើយហាន់ម្ទេសកង់បន្ថែមទៀតដល់ពេលឃើញអញ្ចឹងទៅនិយាយពីថាតំណងអើយសែនតំណងឆ្អិនណៃនៅចាំការទេក៏មកដួសដាក់ចាននៅក្តៅអញ្ចឹងនិយាយពីញ៉ាំទៅមានជាតិតែម្ដងឃើញតែប៉ុណ្ណាក៏ដឹងថាជាតិប៉ុណ្ណាដែរបងហើយក៏មកធ្វើទឹកត្រីអីបន្តិចបន្តួចដើម្បីជ្រលក់ជាមួយនឹងសាច់ដើម្បីវាបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់អញ្ចឹងទៅប្តីបើខ្ញុំជាមួយនឹងខ្ញុំការញ៉ាំគឺខុសគ្នាស្រឡះប្តីបើខ្ញុំគាត់ចូលចិត្តញ៉ាំរៀងរសជាតិបែបឡំរសជាតិអត់ដិតទេចំណែកខ្ញុំវិញគឺចូលចិត្តញ៉ាំរសជាតិបែបដិតអញ្ចឹងហើយខ្ញុំក៏មកបន្ថែមជាមួយនឹងទឹកត្រីដើម្បីជ្រលក់សាច់ខាងក្រៅពេលនេះវីដេអូក៏បានមកដល់ទីបញ្ចប់អរគុណមកដល់អ្នកគ្នាបាយបាយ